ស៊ូបងបាទជំរាបសួរតោះជំរាបមានស៊ូបងខ្ញុំឈ្មោះចឹងសុកហេងថ្ងៃនេះខ្ញុំមករត់នៅកម្មវិធី GRC ចម្ងាយ10គីឡូចំនួនពេលវេលាគឺ46នាទីថ្ងៃហ្នឹងមានអារម្មណ៍ថាសប្បាយចិត្តយ៉ាងខ្លាំងដែលឃើញមនុស្សម្នាចូលរួមច្រើនណាស់ហើយសូមញ៉ាំសារជូនពរដល់បងប្អូនដែលទុំចាប់ដើមរត់និងមានអំណងចង់រត់គឺដើម្បីសុខភាពនិងជៀសវាងពីការសាច់គ្រឿងញៀននិងគ្រឿងស្រវឹងដើម្បីសុខភាពល្អដល់អ្នកគ្នាបាទសូមអរគុណបាទជំរាបសួរខ្ញុំបាទឈ្មោះជឹមរាវីខ្ញុំបាទជាអ្នកដែលចូលចិត្តរត់ម្នាក់ដែរហើយថ្ងៃនេះខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលអ្នកដែលចូលរួមកម្មវិធី GRC ឃើញមកចូលរួមច្រើនអញ្ចឹងសម្រាប់ចំណាប់អារម្មណ៍ថ្ងៃនេះបងប្អូនណាដែលអត់ទាន់បានចូលរួមរត់សូមចាប់ផ្ដើមរត់យើងនឹងទី1ថែសារសុខភាពយើងផងហើយយើងចូលរួមក្នុងកម្មវិធី Charity ក្នុងសង្គមផងហើយខ្ញុំបានរត់មកដល់ពេលនេះរយៈពេល1ឆ្នាំជាងជិត2ឆ្នាំហើយឃើញថាខ្ញុំកើនពីផេះ4ជាងអញ្ចឹងថ្ងៃនេះមានចំណាប់អារម្មណ៍តែប៉ុណ្នេះសូមអរគុណជំរាបលាជំរាបសួរបងខ្ញុំឈ្មោះយិនគីពិរមខ្ញុំអាយុ41ខ្ញុំចាប់ផ្ដើមរត់រយៈពេល6ខែរត់ដោយសារតែធីមបងរាវីគាត់អញ្ជើញចូលរួមហើយរត់បច្ចុប្បន្នអាចរត់បានលបឿនផ្លេសត្រឹម6កន្លះហើយចម្ងាយអាចឆ្ងាយដល់21គីឡូបានហើយចង់ផ្ញើសារទៅអ្នកផ្សេងទៀតដែលអត់ទាន់បានចាប់ផ្ដើមរត់យើងអាចរត់ពីដំបូងដូចខ្ញុំចាប់ផ្ដើមពី200ម៉ែត្រ300ម៉ែត្រ5ម៉ែត្រឬក៏10ម៉ែត្រក៏ដោយឲ្យតែយើងមានចិត្តចាប់ផ្ដើមយើងនឹងអាចរត់បានដូចគ្នាដូចឯងយើងត្រូវតែឈ្នះខ្លួនឯងអរគុណចែកម្លែកពីបទពិសោធន៍នៃការរត់ខ្ញុំចាប់ផ្ដើមរត់ដំបូងដោយសារខ្ញុំគិតថាវាជារឿងងាយដោយសារតែពីមុនខ្ញុំដើរនៅលើម៉ាស៊ីនហើយខ្ញុំចុះឈ្មោះដំបូងគឺ10គីឡូហើយខ្ញុំគិតថាវាជារឿងស៊ីផុយតែខ្ញុំចាប់ផ្ដើមបានតែ200ម៉ែត្រទេហើយបន្ទាប់មកទៀតខ្ញុំដើរហើយជើងនេះឈឺរយៈពេលមួយអាទិត្យគឺហើមតែម្ដងអញ្ចឹងយើងទៅអត់បានហើយតែគាត់ថាទឹកចិត្តមួយទៀតអាទិត្យក្រោយទៀតយើងចាប់ផ្ដើម500ម៉ែត្រពី500ម៉ែត្រឡើងទៅនៅតែឈឺដដែលប៉ុន្តែយើងចង់រត់ធ្វើម៉េចព្យាយាមresearch រកបងសុំតិចនិចកលឹះក៏រត់អញ្ចឹងចាប់ដើមបាន1គីឡូ2គីឡូឡើងទៅឆ្ងាយដូចខ្ញុំលើកឡើងពីមុនមកទៅចិត្តយើងចង់ធ្វើវាមុនក្រោយយូរឆាប់យើងនឹងអាចធ្វើវាបានហើយជាសារទៅទាំងអស់គ្នាកីឡានាំនៅភាពរីករាយហើយនឹងសុខភាពល្អចូលរួមទាំងអស់គ្នាអរគុណខ្ញុំឈ្មោះអេងមេងខុងខ្ញុំចាប់ផ្ដើមរត់ក្នុងរយៈពេលក្នុង6ឆ្នាំហើយបាទតាំងពីសម័យកូវីដដាច់កូវីដមកខ្ញុំចាប់ផ្ដើមរត់ឲ្យសារខ្ញុំមានជំងឺទឹកនោមផ្អែមអញ្ចឹងខ្ញុំត្រូវការរត់ហាត់ប្រាណចាប់ដល់ដំបូងគឺមានផលពិបាកខ្ញុំរត់ចាប់ពី1គីឡូហើយមួយខែក្រោយខ្ញុំរត់ឡើង2គីឡូ3គីឡូចេះឡើងរហូតទៅណារហូតដល់ឥឡូវប្រហែលជា6ឆ្នាំហើយជួយដល់សុខភាពយើងអត់ចាំបាច់លេបថ្នាំអីប្រចាំថ្ងៃអីសម្រាប់ទឹកនោមផ្អែមរបស់យើងហើយយើងតមចំណីអាហារខ្លះទៅណាទៅយើងវាក៏សុខភាពវាធូរស្រាលទៅអញ្ចឹងទៅសូមសំណូមពរឲ្យក្មេងៗទាំងអស់គ្នានឹងខំប្រឹងហាត់ប្រាណដើម្បីសុខភាពទាំងអស់គ្នាបើយើងអត់ហាត់ប្រាណទេវាជួបនឹងបញ្ហាសុខភាពហ្នឹងហើយឈ្មោះហេឡុងមួយឆ្នាំជាងហើយបាន16ខែចាប់ផ្ដើមពេទ្យគេឲ្យរត់គេថាឆ្អឹងស្គីល្អនៅស្ទើរឆ្អឹងឆ្កេះដល់ពេទ្យថាឲ្យរត់មួយទៀតដើម្បីពង្រឹងសាច់ដុំឆ្កេះហ្នឹងឲ្យបានល្អរឹងមាំអញ្ចឹងដំបូងឡើយមានផលលំបាកច្រើននៅឈឺគ្រប់កន្លែងអស់ហើយឈឺជើងឈឺអីហ្នឹងឈឺអស់ហើយតែឥឡូវហ្នឹងដូចជាវាបាត់ទៅវិញខ្លះនៅសល់30-40% ទៀតតែឈឺអត់អស់ចង់ផ្ដាំផ្ញើទៅអ្នកដែលអត់បានរត់ព្យាយាមហាត់រត់តែមុនរត់ត្រូវតែហាត់ហើយហាត់នឹងត្រូវតែមានអ្នកជំនាញមានបទពិសោធន៍ក្នុងការណែនាំអំពីទម្រង់នៃចលនារត់អំពីវិធីដកដង្ហើមហើយរត់ធ្វើម៉េចកុំឲ្យឈឺជើងមកដល់ពេលនេះអាចរត់បានតាម full marathon អីបាន42គីឡូ42 195ហើយសួស្តីបងខ្ញុំឈ្មោះជេកគីបាទហើយថ្ងៃនេះ10គីឡូខ្ញុំធ្វើបាន39នាទីជាងបាទបានលេខ1ថ្ងៃហ្នឹងបាទហើយមូលហេតុដែលខ្ញុំរត់ហ្នឹងដោយសារដំបូងយើងមានបញ្ហាសុខភាពដែរបាទគីឡូខ្ញុំពីមុន87បាទឥឡូវនេះបន្ទាប់ពីយើងធ្វើការហាត់ប្រាណមករយៈពេល7-8ឆ្នាំជាប់គ្នានេះខ្ញុំស្រក25គីឡូ
បាទឥឡូវសល់តែ62គីឡូឯងពីមុនខ្ញុំមានបញ្ហាជំងឺច្រើនលើឈាមខ្លាញ់រំថ្លើមខ្លាញ់រំបេះដូងបាទលើសជាតិស្ករឥឡូវនេះបន្ទាប់ពីខ្ញុំហាត់ប្រាណជាប់លាប់ឥឡូវធ្វើឲ្យសុខភាពខ្ញុំល្អហើយអត់មានបញ្ហាសុខភាពអស់ទៀតទេបាទដល់ឥឡូវបាទពីដំបងឡើយតាំងចិត្តសំខាន់ជាងគេដំបងឡើយលើការតាំងចិត្តប៉ុន្តែលំបាកពេលធ្វើ6ខែដំបងឈឺសាច់ដុំបាទហើយជាពិសេសរឿងការងើបពីដំណេកពេលព្រលឹមជាពិសេសងើបម៉ោង5ណាពេលម៉ោងកំពុងគេងឆ្កាញ់ណាបាទដល់ពេលអញ្ចឹងទៅយើងព្យាយាមបងមុនដំបងព្យាយាមខែទី1ខែទី2ពេលខ្លះអត់ចង់ងើបតែព្យាយាមងើប at least ធ្វើលំហាត់ប្រាណបានមួយថ្ងៃ30នាទីឡើងលើខ្ញុំគិតថាធ្វើឲ្យសុខភាពយើងល្អបន្ទាប់ពីយើងធ្វើបានថាជា6ខែដែរខ្ញុំ feel ថាខ្ញុំស្រកគីឡូមានអារម្មណ៍ថាយើងស្រស់ស្រាយជាងមុនឥឡូវខ្ញុំទៅជាស៊ាំឥឡូវលេង5គីឡូ10គីឡូ21 42យើងលេងបានទាំងអស់បាទយើងរត់តិចយូរទៅវាគុំតែលឿនទេអញ្ចឹងយើងមិនបាច់ឃើញដែរអូយើងដល់ឃើញគេលឿនបានយើងរត់ទៅលឿនដែរអត់ទេអត់ចាំបាច់ទេកត្តាដែលយើងរត់លឿនឲ្យជឿវាមិនជាកត្តាសំខាន់ទេអញ្ចឹងកត្តាអ្នករត់កត្តាដែលសំខាន់បំផុតគឺកត្តាវិន័យការតាំងចិត្តហើយនិងអំណត់បាទហើយសំខាន់មួយទៀតការចូលចិត្តកីឡានឹងអត់បើមិនយើងកាន់តែចូលចិត្តទៀតអញ្ចឹងកីឡារត់យើងទៅណាក៏បានបាទមានតែបិជើងមានតែក្អៅកន្លែងណាក៏យើងអាចធ្វើបានហើយយើងមើលកត្តារត់ចំណាយតិចបាទអត់ចាំបាច់មានសម្ភារៈអីច្រើនទេសំខាន់យើងមានតែក្អៅខោស្បែកជើងដល់មួយគូកម្មវិធីយើងមានសឹងរាល់អាទិត្យរាល់ខែអញ្ចឹងយើងអាចចូលរួមទាំងអស់គ្នាដើម្បីសុខភាពយើងទាំងអស់គ្នាអញ្ចឹងលើកទឹកចិត្តឲ្យបងប្អូនចូលរួមក្នុងការហាត់ប្រាណទាំងអស់គ្នាបាទអរគុណជំរាបសួរខ្ញុំឈ្មោះកាលយ៉ានហើយខ្ញុំថ្ងៃនេះគឺមកចូលរួមនៅកម្មវិធី GRC Run នៅខាងជីបមុងនៅផ្សារជីបមុងមកហើយសម្រាប់ខ្ញុំចូលរួមនៅកីឡារត់នេះអស់រយៈពេលប្រហែលជា7ឆ្នាំហើយហើយជាធម្មតាគឺខ្ញុំតែងតែរត់ជារៀងរាល់ព្រឹកធ្វើជាកីឡារត់នេះដែលជាទម្លាប់នៃការហាត់ប្រាណជាប្រចាំរបស់ខ្ញុំហេតុអីបានជាខ្ញុំមកដល់ការក្រាបពីព្រលឹមដើម្បីជ្រើសរើសកីឡារត់ជាទម្លាប់ហាត់ប្រាណគឺដំបូងគឺដោយសារអាចនិយាយបានថាគឺជាការ stress ពិបាកក្នុងការគេងហើយមួយទៀតការរត់ពីមុនក៏ខ្ញុំអត់ដឹងដែរព្រោះខ្ញុំគិតថាបើសិនជាកីឡារត់នេះគឺហត់មែនតើសូម្បីតែដើរហ្នឹងក៏យើងខ្ជិលនឹងដើរដែរប៉ុន្តែខ្ញុំមានកម្លាំងចិត្តដ៏ធំដំបូងនោះគឺប៉ាខ្ញុំហើយប៉ាខ្ញុំគឺគាត់តែជាគំរូសម្រាប់ខ្ញុំហើយគាត់បានចាប់ផ្ដើមកីឡារត់មុនគេហើយក៏ចូលនៅក្នុងកម្មវិធី GRC Run ដែរអ្នកដែលជំរុញលើកទឹកចិត្តដំបូងបំផុតដែលដឹងនាំនោះគឺប្អូនរបស់ខ្ញុំគឺប្អូនថ្លៃគាត់ឈ្មោះហេងហើយឥឡូវនេះគឺគាត់រត់បានខ្ជាប់ខ្ជួនហើយមួយទៀតគឺគាត់ចំណាយពេលរត់គេហៅថាផេសហ្នឹងក៏បានទៀបដែរហើយដូច្នេះចំណាប់អារម្មណ៍ខ្ញុំនេះគឺរហូតមកដល់ពេលនេះគឺខ្ញុំគិតថាកីឡារត់នេះគឺជួយខ្ញុំបានច្រើនដូចជាការ stress គឺធ្វើឲ្យអារម្មណ៍ខ្ញុំស្រស់ថ្លាជាងមុនហើយទម្លាប់ខ្ញុំក៏ពីការរៀងស្ពឹកសប៉ុនហ្នឹងក៏វា flexible ជាងមុនដែរអញ្ចឹងទម្លាប់ហាត់ប្រាណទាំងអស់គ្នាខ្ញុំសង្ឃឹមថាសារនេះគឺសំខាន់ទៅដល់បងប្អូនទាំងអស់គ្នាមិត្តភក្តិទាំងអស់គ្នាដែលគាត់មិនទាន់ចាប់ផ្ដើមនៅកីឡាណាមួយហើយបើគាត់ចង់សាកល្បងគឺគាត់អាចសាកនឹងកីឡារត់នេះបានដោយសារកីឡារត់គឺងាយស្រួលណាស់យើងមានស្បែកជើងតែមួយគូយើងអាចរត់បានចម្ងាយប្រហែលគីឡូស្រេចតែយើងទេហើយរយៈពេលយើងអាចចាប់ផ្ដើមចាប់ពីកន្លះម៉ោងទៅឡែកគឺហត់ប៉ុន្តែនៅពេលដែលយើងមកដល់ទីគឺយើងនឹងមានអារម្មណ៍ស្រស់ស្រាយពីខាងក្នុងដូចនៅពេលនេះអញ្ចឹងគឺខ្ញុំរត់ថ្ងៃនេះគឺខ្ញុំរត់5គីឡូនៅ GRC Run ហ្នឹងប៉ុន្តែដំបូងឡើយគឺហត់បាច់ណាស់មែនតើឥឡូវនេះគឺមើលទៅគឺខ្ញុំស្រស់ស្រាយមែនតើហើយខ្ញុំក៏ចូលរួមកម្មវិធីនេះជារៀងរាល់ពេលហើយខ្ញុំនឹងប្រកាន់ភ្ជាប់នៅការរត់នេះនឹងជារៀងគេហៅថាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំសូមអរគុណខ្ញុំឈ្មោះយី2ហើយចំពោះការចូលរួមរបស់ខ្ញុំចូលតាំងពីឆ្នាំ2015ហើយខ្ញុំធ្លាប់ចូលរួមប្រកួតនានានៅក្នុង Start Olympic កម្មវិធីផ្សេងៗដែរកត្តាដែលធ្វើឲ្យខ្ញុំមកចូលរួមរត់ដោយសារតែវាជាកីឡាដែលខ្ញុំស្រឡាញ់ហើយខ្ញុំធ្លាប់រត់តំណាងឲ្យសាលារបស់ខ្ញុំទៅប្រកួតមួយសាលាផ្សេងដូចជាមួយជនជាតិគេអីផ្សេងដែរមួយសាលាអន្តរជាតិផ្សេងហើយខ្ញុំទទួលលេខ1អត់ពៀនបានអីច្រើនទៀតអត់ពេលហើយខ្ញុំមានអារម្មណ៍ថាបោះបង់មកច្រើនបោះបង់មករយៈពេលយូរដែរទៅមកត្រឡប់រត់នៅឥឡូវវិញឯងហើយខ្ញុំមានអារម្មណ៍ថាស្បើមែនតើពេលឃើញបងប្អូនគ្នាចូលរួមនេះគ្រប់ត្រូលកីឡារត់នេះច្រើនកីឡារត់នេះតែមានការផ្ទុះនៅពេលឥឡូវហ្នឹងឯងប៉ុន្តែខ្ញុំមានអារម្មណ៍ថាសប្បាយចិត្តពេលឃើញគាត់ចូលរួមច្រើនមានន័យថាយើងចូលរួមសាញ់កីឡាសាញ់សុខភាពច្រើនការងារធ្វើអីទៅហើយ
ហូតទៅវាកាត់បន្ថយ stress របស់ខ្ញុំផងកាត់បន្ថយការគិតពីការងាររបស់ខ្ញុំហើយវាជាពិសេសជួយដល់ជើងរបស់ខ្ញុំឬក៏ខ្ញុំពីមុនខ្ញុំមានជំងឺ hurt ចាខ្ញុំមានជំងឺ hurt ហើយនឹងខ្ញុំបេះដូងខ្ញុំវាដើរញាប់ទាំងអស់គ្នាថាបេះដូងអត់សូវល្អហ្មងនេះប៉ុន្តែដល់ពេលខ្ញុំមករត់នេះទៅខ្ញុំមានអារម្មណ៍ថាឥឡូវហ្នឹងសួតរបស់ខ្ញុំវាបើកដល់ពេលឲ្យធ្វើឲ្យរាងកាយខ្ញុំល្អមកឡើងវិញដូចគ្នាដែរវីដេអូមួយនេះខ្ញុំផ្ដាំផ្ញើទៅដល់បងប្អូនទាំងអស់គ្នាដែលចាប់ផ្ដើមចូលរួមដែលបងប្អូនទាំងគ្នាបានចូលរួមរត់ខ្ញុំគិតថាបងប្អូនទាំងគ្នាគិតថាកីឡារត់វាសាមញ្ញគាត់គាត់ថាគ្រាន់តែរត់ហ្នឹងមានបានអីតែវាពិតជាមានលក្ខណៈពិសេសនៅក្នុងហ្នឹងមែនខ្ញុំចង់តែគ្នាមកសាកជាមួយកីឡារត់តែរត់ឲ្យជួបបងចំណាយក៏ច្រើនដែរនិយាយលេងបងចូលរួមរត់យើងសប្បាយហើយទី1យើងបានមកទទួលបទពិសោធន៍ថ្មីចាព្រោះកីឡាទាំងអស់គឺសំខាន់គ្រឹះជាងគេគឺកីឡារត់ហ្នឹងហើយបងទាំងអស់គ្នាចិត្តទាំងអស់គ្នាជាទូទៅខ្ញុំតាំងពីខ្ញុំចាប់ផ្ដើមមកពិបាកដូចគ្នាយើងធ្វើឲ្យក្បាលចាប់ផ្ដើមច្រើនសូនដូចគ្នាខ្ញុំក៏ពិបាកដែរតែឈឺជើងនេះឈឺជូននោះប៉ុន្តែបន្ទាប់ពីយើងឈឺហើយគឺយើងនឹងរត់ខ្លាំងគឺថាយើងអាចនឹងរត់បានទាំងឧបសគ្គដែលយើងចង់បានដូចគ្នាដែរបាទសួស្តីបងប្អូនអរគ្នាខ្ញុំបាទឈ្មោះ Mandy ខ្ញុំគឺជាអ្នករៀបចំកម្មវិធី GOC Fun Run ប្រចាំខែផ្ទាល់តែម្ដងហើយខែនេះយើងមើលឃើញថាការរៀបចំនៅជីបម៉ុង271នេះគឺមានអ្នកចូលរួមច្រើនមែនទែនចុះឈ្មោះរហូតដល់2000ជាងអ្នកបងប្អូនបាទហើយមកចូលរួមអាចនិយាយថាមកលើហ្នឹងទៀតកីឡាករបដាល់មានជំរឿជាតិបាល់ទះវិសាខាចឹងគាត់មកចូលរួមជាមួយយើងអញ្ចឹងណាបាទហើយចំពោះចំណាប់អារម្មណ៍របស់ខ្ញុំដែលជាអ្នករៀបចំកម្មវិធីពេលមានអ្នកចូលរួមច្រើនអញ្ចឹងគឺអត់ហត់ទេបងប្អូនយើងអ្នករៀបចំកម្មវិធីឃើញកាន់តែសប្បាយដោយសារអីយើងរៀបចំពីមួយកម្មវិធីទៅមួយកម្មវិធីឃើញកំណើនប្រជាជនខ្មែររបស់យើងចាប់ផ្ដើមគេហៅថាស្វែងយល់ពីកីឡារត់នឹងកាន់តែច្រើនចឹងហើយខ្ញុំជាអ្នករៀបចំកម្មវិធីកាន់តែសប្បាយចិត្តក៏ដូចជារកទីតាំងថ្មីសហការជាមួយក្រុមហ៊ុនដើម្បីរៀបចំឲ្យបងប្អូនរត់កាន់តែសប្បាយទៀតបាទរត់បងប្អូនអាចមកសាកជាមួយ Garmin Run Club Cambodia ក៏យើងហៅកាត់ថា GOC បានរាល់ការរៀបចំរបស់ពួកខ្ញុំមករត់ចូលរួមគឺយើងអត់មានគិតលុយទេអញ្ចឹងណាហើយមិនថាបើសិនជាយើងអត់ដែររត់យើងរត់តែឯងគឺយើងនឹងបោះបង់ប៉ុន្តែពេលដែលយើងមករត់ជាមួយក្រុមមានគ្នាមានអីជិះគឺការរត់របស់យើងអត់បោះបង់ទេយើងសប្បាយធ្វើឲ្យយើងកាន់តែចង់រត់ទៀតហើយការរត់នេះគឺយើងទទួលបានផលច្រើនណាស់បទពិសោធន៍ខ្ញុំដែលជាអ្នករៀបចំកម្មវិធីអ្នកដែលគាត់បានមកចូលរួមជាមួយពួកខ្ញុំហើយគាត់បានប្រាប់វិញថាការរត់មួយខ្ញុំក៏បានធ្វើឲ្យព្យាបាលជំងឺក៏ដូចជាអ្នកខ្លះគាត់ stress អ្នកខ្លះសូម្បីតែគាត់គេហៅថាលើសឈាមទឹកនោមផ្អែមគាត់ព្យាបាលខ្លួនឯងតាមរយៈការរត់នឹងតែម្ដងគាត់ព្យាបាលខ្លួនឯងតាមរយៈការរត់នឹងអញ្ចឹងណាបាទហើយនិយាយទៅគឺជួយយើងបានច្រើនបងប្អូនយើងកុំធ្វើឲ្យខ្លួនយើងកាន់តែដុនដាបគឺយើងមកចូលរួមលេងកីឡាឲ្យដូចគេដូចឯងអញ្ចឹងទៅគឺសុខភាពរបស់យើងថ្ងៃណាមួយយើងនឹងល្អហើយបាទ